រឿងពន្លឺនៃក្តីសង្ឃឹមពន្លឺព្រះអាទិត្យរៀបលេចនាល្ងាចថ្ងៃមួយបានជះពន្លឺពណ៌មាសក្រហមចាស់មកលើដំបូលផ្ទះស្លឹកចាស់ត្រុតត្រោមមួយក្នុងនៅជាយភូមិខ្យល់រំភើយបក់កាត់បង្កើតជាសំឡេងស្លឹកឈើបោកបក់តិចតិចហាក់ដូចជាកំពុងច្រៀងបំពេភាពស្ងប់ស្ងាត់នៃជនបទនៅលើកម្មចន្ទាឈើដែលពុកហើយតាមអាយុកាលយុវជនសុខាអង្គុយសម្លឹងមើលទៅជើងមេឃដ៏ឆ្ងាយដាច់បន្ទុយភ្នែកដៃទាំងពីររបស់គេកំពុងអោបកាតាបរៀនធ្វើពីក្រណាត់ចាស់រហែកមួយដែលមានស្នាមដេរប៉ះរាប់មិនអស់ទោះបីជាស្ថានភាពជុំវិញខ្លួនបង្ហាញពីភាពខ្សត់ខ្សោយនិងទីតច្រកយ៉ាងណាក៏ដោយតែរង្វង់ភ្នែកដ៏មុតស្រួចរបស់យុវជនម្នាក់នេះបែរជាពោពេញដោយពន្លឺក្តីសង្ឃឹមនិងការតាំងចិត្តយ៉ាងមាំមួនសម្រាប់សុខាជីវិតដែលចាប់ផ្ដើមពីចំណុចសូន្យមិនមែនជាទម្រង់នៃព្រហ្មលិខិតដែលត្រូវព្រមទទួលយកដោយការចោះចាញ់នោះទេផ្ទុយទៅវិញគឺជាការទំព័រក្រដាសសម្អាតមួយផ្ទាំងដែលគេត្រូវប្រើប្រាស់ញើសឈាមនឹងការតស៊ូដើម្បីសរសេរវាคล้ายជាប្រឡោមលោកដ៏មានតម្លៃពេលដែលគេកំពុងលិចលង់ក្នុងខ្សែគំនិតមេត្តាដ៏ជរាដែលមានផ្ទៃមុខពោពេញដោយស្នាមជ្រីជ្រួញនិងភ្នែកពោពេញដោយក្តីបារម្ភបានដើរមកឈរក្បែរទាំងដៃកាន់កែវទឹកក្តៅអ៊ុនអ៊ុនហុចឲ្យកូនប្រុសម្ដាយដកដង្ហើមធំស្រាលហើយពោលដល់សំឡេងស្រទន់កូនអើយបើហត់នឿយនឹងការរៀនសូត្រហើយត្រូវរែកពុនការងារធ្ងន់ពេកសម្រាប់ខ្លះទៅកូនផ្ទះយើងក្រីក្រលំបាកតាំងពីដើមមកគ្មានទ្រព្យសម្បត្តិឬខ្នងបង្អែកអ្វីសម្រាប់ជ្រុំជ្រែងកូនដូចកូនអ្នកមានឡើយម៉ែឃើញឯងប្រឹងប្រែងដល់យប់ជ្រៅរាល់ថ្ងៃម៉ែខ្លោចចិត្តណាស់សុខាងើបមុខឡើងញញឹមដោយភាពកក់ក្ដៅរួចចាប់កាន់ដៃម្ដាយថ្នមម៉ែកុំគិតបែបនេះអីភាពក្រីក្រវាមិនមែនជាទោសកំហុសឬជាគុកកងឹតដែលឃុំឃាំងយើងអស់មួយជីវិតនោះទេវាក៏មិនមែនជាគ្រឿងសម្គាល់នៃតម្លៃពិតរបស់មនុស្សដែរសម្រាប់កូនភាពខ្សត់ខ្សោយនៅថ្ងៃនេះគឺគ្រាន់តែជាលបែងសាកល្បងចិត្តតស៊ូនិងជាកម្លាំងរុញច្រានឲ្យយើងត្រូវតែខ្លាំងពូកែជាងមុនប៉ុណ្ណោះម្ដាយសម្លឹងមើលកូនដោយក្តីរំភើបតែផ្លូវទៅមុខទៀតវានៅវែងឆ្ងាយហើយពិបាកណាស់ណាកូនប្រុសម៉ែសុខាងក់ក្បាលយ៉ាងម៉ឺងម៉ាត់ទោះជាត្រូវឆ្លងកាត់បន្លាមុតស្រួចឬផ្លូវហត់នឿយយ៉ាងណាក៏ដោយក៏កូនមិនបោះបង់ការរៀនសូត្រឡើយ
កូនជឿថាមានតែចំណេះដឹងមួយគត់ដែលអាចផ្លាស់ប្ដូរវាសនារបស់គ្រួសារយើងបានម៉ែចាំមើលចុះថ្ងៃណាមួយពន្លកតូចមួយនេះនឹងលូតលាស់คล้ายជាដើមឈើដ៏ធំរឹងមាំវិថីឆ្ពោះទៅរកភាពជោគជ័យមិនមែនសុទ្ធតែត្រូវបានក្រាលគ្របទៅដោយកំរាលព្រំទន់ល្មើយឬផ្កាព្រៃចម្រុះពណ៌នោះឡើយមេឃងងឹតអាប់អួរតែងតែបង្ហូរទឹកភ្លៀងក៏ដោយមិនដឹងខ្លួនធ្វើឲ្យអ្នកដំណើរដែលគ្មានឆាត់ត្រូវទៅទឹកជោគជាំទាំងកាយនិងអារម្មណ៍ដើម្បីមានប្រាក់បន្តការសិក្សានិងជួយសម្រាលបន្ទុកគ្រួសារសុខាត្រូវបង្ខំចិត្តក្រោកតាំងពីមាន់រងាវដើម្បីរៀបចំកន្ត្រកនំដើរលក់តាមចិញ្ចើមថ្នល់មុនពេលឈានជើងចូលថ្នាក់រៀនរាងកាយស្គមស្គាំងដែលផ្ទុកទៅដោយការនឿយហត់ត្រូវហាលថ្ងៃហាលខ្យល់និងពេលខ្លះត្រូវរត់គេចពីតំណក់ភ្លៀងដែលធ្លាក់មកយ៉ាងគំហកប៉ុន្តែអ្វីដែលជាឧបសគ្គធំជាងគេមិនមែនជាអាកាសធាតុដ៏ក្តៅហួតហែងឬត្រជាក់ស្រទុំឡើយគឺពាក្យសម្ដីចាក់ដោតនឹងក្រសែភ្នែកមើលងាយមើលថោកពីមនុស្សជុំវិញខ្លួនដែលតែងតែបាញ់ឆ្ពោះមកលើរូបគេស្ទើររាល់ថ្ងៃព្រឹកមួយពេលដែលសុខាកំពុងឈរលក់នំនៅក្បែររបងផ្ទះវីឡាដ៏ស្កឹមស្កៃមួយម្ចាស់ផ្ទះម្នាក់បានដើរចេញមកទាំងមុខស្អុយអ្នកចិត្តខាងជ្រួញចិញ្ចើមសម្លឹងមកសុខាតាំងពីក្បាលដល់ចុងជើងរួចពោលដោយសំឡេងក្រឡែតឡើងអាក្មេងនេះរៀនសូត្រដល់ណាទៀតប្រឹងដល់ងាប់ក៏ត្រឹមតែជាអ្នកលក់ដូរតាមចិញ្ចើមថ្នល់ស៊ីឈ្នួលគេកំពេចកំពុកហ្នឹងគ្រួសារឯងគ្មានពូជអ្នកធំដុំទេកុំស្រមៃចង់ឆ្លងផុតវាកំសត់នេះហើយសោះឥតប្រយោជន៍ទេសុខាក្តាប់ដៃខំបបោមាត់បន្តិចដើម្បីទប់អារម្មណ៍រួចដកដង្ហើមវែងងើបមុខមកញញឹមយ៉ាងស្ងប់ស្ងាត់អរគុណបងស្រីដែលបានជួយរំលឹកនិងដាស់តឿនខ្ញុំពីភាពពិតនៃជីវិតប៉ុន្តែមនុស្សយើងមិនអាចជ្រើសរើសពិភពកំណើតបានទេតែយើងអាចជ្រើសរើសផ្លូវដើរសម្រាប់ថ្ងៃអនាគតបានអ្នកចិត្តខាងជ្រួញមុខជ្រួញមាត់រួចសើចចំអកសម្ដីចេះដឹងណាស់តើចាំមើលចុះតើបានទៅដល់ណាបើគ្រាន់តែសៀវភៅរៀនក៏សុំគេបែបនេះសុខាសំឡឹងមើលទៅដំណក់ទឹកភ្លៀងដែលចាប់ផ្ដើមស្រក់ចុះមករួចពោលដោយភាពមើងម៉ាត់ពិតមែនហើយបងស្រីទឹកភ្លៀងពីលើមេឃអាចធ្វើឲ្យសម្លៀកបំពាក់និងរាងកាយរបស់ខ្ញុំទៅទឹកជោកជាំបានតែវាមិនអាចបន្សាបកម្ដៅនៃក្តីស្រមៃឬរលត់ភ្លើងគំនិតនិងមហិច្ឆតាក្នុងចិត្តរបស់ខ្ញុំបានឡើយ
ពាក្យមើលងាយរបស់បងនឹងคล้ายជាធម្មពលរុញច្រានឲ្យខ្ញុំដើរទៅមុខលឿនជាងមុនទៅទៀតសុខាលើកកន្ត្រកនំដើរចេញទៅមុខតម្រង់ទាំងមិនងាកក្រោយទោះបីជាផ្ទៃមុខមានលាយឡំដោយទឹកភ្លៀងនិងដំណក់ញើសតែជំហាននីមួយៗរបស់គេនៅតែរក្សាភាពរឹងមាំមិនរើបំរាស់ឬវាយប្រហារទៅតាមខ្យល់មាត់របស់អ្នកដទៃឡើយការលូតលាស់នៃជីវិតជារឿយៗទាមទារឲ្យយើងត្រូវហ៊ានបោះបង់តំបន់សុវត្ថិភាពនិងទទួលយកភាពឯកោក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងស្រុកភូមិដោយទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរសុខាត្រូវធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងជីវិតគឺការចាកចេញពីទឹកដីកំណើតដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅដើម្បីមករស់នៅទីក្រុងភ្នំពេញដែលជាមជ្ឈមណ្ឌលនៃឱកាសនិងការប្រកួតប្រជែងដ៏ស្រួចស្រាវទីក្រុងធំមួយនេះពោរពេញទៅដោយអគារខ្ពស់ៗកប់ពពកសំឡេងយានយន្តទ្រហើងអឹងកងនិងមនុស្សម្នាធ្វើដំណើរខ្វាត់ខ្វែងប្លែកភ្នែកតែវាក៏ជាកន្លែងដែលត្រជាក់ស្រទុំនិងគ្មានមេត្តាចំពោះអ្នកដែលទុនជ្រាយដែរសុខាត្រូវជួលបន្ទប់តូចចង្អៀតមួយជាក្រុងរស់នៅម្នាក់ឯងធ្វើការជាកម្មករលីផ្សាយនឹងរៀនសាកដល់វិទ្យាល័យរដ្ឋនាពេលយប់ផងគេត្រូវបត់បែនតាមកលៈទេសៈនិងរស់នៅដោយការសន្សំសំចៃជាទីបំផុតល្ងាចបន្ទាប់ពីម៉ោងសិក្សាដល់នឿយហត់សុខាបានជួបវីរៈដែលជាមិត្តរួមថ្នាក់ម្នាក់មានជីវភាពធូរធារនិងរស់នៅទីក្រុងតាំងពីតូចពួកគេទាំងពីរបានឈរជជែកគ្នានៅក្បែរចិញ្ចើមថ្នល់ស្របពេលដែលភ្លើងពណ៌នៃទីក្រុងចាប់ផ្ដើមបំភ្លឺឡើងវីរៈសម្លឹងមើលមុខសុខាដែលស្រអាប់ដោយសារភាពហត់នឿយរួចពោលប្រមានសុខាទីក្រុងនេះវាធំធេងនិងស្មុគស្មាញណាស់ណាឯងមនុស្សម្នានៅទីនេះច្រើនតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនបើឯងមិនចេះក្រឡេកក្រឡុចមិនចេះល្បិចកលឆ្លាតវៃទេគេនឹងជន់ឈ្លីឯងយកឯងធ្វើជាឈ្នន់មិនខានភាពស្មោះត្រង់របស់ឯងមិនអាចទិញបាយហូបបានទេនៅទីនេះសុខាសម្លឹងមើលទៅលំហមេឃឆ្ងាយរួចដកដង្ហើមវែងៗនិយាយដោយភាពនឹងណខ្ញុំយល់ពីបំណងរបស់ឯងវីរៈប៉ុន្តែសម្រាប់ខ្ញុំភាពឆ្លាតវៃដែលត្រូវប្រើដើម្បីអបអរឬកេងប្រវ័ញ្ចអ្នកដទៃនេះមិនមែនជាភាពឆ្លាតវៃពិតប្រកបនោះទេវាគ្រាន់តែជាល្បិចកលថោកទាបមួយគ្រាប៉ុណ្ណោះវីរៈងក់ក្បាលទាំងឆ្ងល់តែបើឯងនៅតែរឹងរូសបែបហ្នឹងឯងនឹងត្រូវរស់នៅដោយលំបាកឯកោបើគ្មាន
អ្នកជួយជ្រោមជ្រែងឡើយសុខាញញឹមដោយភាពជឿជាក់តែទន់ភ្លន់ការរស់នៅម្នាក់ឯងក្នុងទីក្រុងធំនេះអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចដើរកណ្ដាលវាលដល់ល្វឹងយូរមែនតែវាជាឯកោណាស់តែខ្ញុំមិនត្រូវការផ្លាស់ប្ដូរគុណតម្លៃខ្លួនឯងដើម្បីតម្រូវចិត្តសង្គមឡើយខ្ញុំជឿថាភាពស្មោះត្រង់ចំពោះអវិជ្ជមានឬអវជីវៈការគោរពខ្លួនឯងនិងការអត់ធ្មត់ឥតរុញរានឹងក្លាយជាគ្រឹះដ៏រឹងមាំកសាងតម្លៃពិតប្រាកដរបស់ខ្ញុំដែលគ្មាននរណាអាចជន់ឈ្លីបានពាក្យសម្ដីរបស់សុខាបានធ្វើឲ្យវីរៈស្ងាត់មាត់មិនអាចតបតបានទោះបីជាត្រូវប្រឈមមុខនឹងភាពឯកោនិងសម្ពាធនៃទីក្រុងធំក៏បេះដូងរបស់យុវជនស្រុកស្រែរូបនេះនៅតែរក្សាភាពស្អាតស្អំនិងមហិច្ឆតាដ៏ខ្ពង់ខ្ពស់ជានិច្ចពេលវេលានៅទីក្រុងធំតែងតែបោះជំហានទៅមុខយ៉ាងលឿនរហ័សគ្មានការរងចាំនរណាម្នាក់ឡើយសម្រាប់សុខាពេលវេលាគ្រប់វិនាទីសុទ្ធតែជាមាសប្រាក់ដែលត្រូវច្នៃប្រឌិតឲ្យមានតម្លៃបន្ទាប់ពីឆ្លងកាត់ការងារតស៊ូដ៏មោះមុតនឹងធ្វើការដ៏ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់សរសៃសាច់ដុំឡើងរឹងនិងស្ពឹកស្រពន់គេត្រូវប្រញាប់ប្រញាល់មកអង្គុយត្រង់ត្រាប់ស្ដាប់ការបង្រៀននៅសាកលវិទ្យាល័យទាំងល្វើយកាយប៉ុន្តែកិច្ចការសិក្សារបស់គេមិនបានបញ្ចប់ត្រឹមម៉ោងរៀនឡើយរៀងរាល់រាត្រីនាពេលម៉ោងជិតកណ្ដាលអាធ្រាត្រនៅពេលដែលមនុស្សម្នាទាំងឡាយបានលិចលង់ក្នុងដំណេកដ៏សុខសាន្តតែហើយនោះនៅក្នុងបន្ទប់ជួលតូចចង្អៀតប្រក់សង្កសីដែលហប់ហួតហែងសុខាតែងតែអុជចង្កៀងប្រេងកាតតូចមួយឬបើកអំពូលម៉ែត្រចាស់ៗដើម្បីពង្រឹងចំណេះដឹងបន្ថែមគេបើកសៀវភៅចាស់ៗអានអត្ថបទស្រាវជ្រាវនិងកត់ត្រាគំនិតសំខាន់ដោយភាពផ្ចិតផ្ចង់បំផុតសំឡេងតង្ហាចាស់ៗបក់ល្វើយលាយឡំនឹងសំឡេងប៊ីចឆ្កូតលើក្រដាសបង្កើតបានជាបទភ្លេងនៃការតស៊ូដ៏ស្ងប់ស្ងាត់យប់មួយម្ចាស់ផ្ទះជួលដែលជាស្ត្រីវ័យមិនដាំនេះបានដើរកាត់មកចាក់សៅរបងរួចក្រឡេកឃើញពន្លឺភ្លើងស្រអាប់ជះចេញតាមប្រហោងទ្វារបន្ទប់របស់សុខាគាត់ក៏បានគោះទ្វារតិចដោយក្តីឆ្ងល់ម្ចាស់ផ្ទះជួលលបមើលទៅក្នុងបន្ទប់ឃើញសៀវភៅរៀបបាយក៏ពោលដោយសំឡេងព្រួយបារម្ភលាយឡំការ
ឡងអាត្រិតទៅហើយមិនព្រមសម្រាកដេកពួនទៅគ្នាប្រឹងប្រែងរួចប្រមាណបែបនេះទៅយតែទ្រុឌទ្រោមរាងកាយហើយខូចភ្នែកអស់ទៅមិនចំណេញទេណាសុខាងើបមុខពីសៀវភៅអកាកត្រារួចលើកដៃសំពះយាយម្នាក់នោះទាំងស្នាមញញឹមទន់ភ្លន់បាទមិញអរគុណមិញណាស់ដែលបានបារម្ភពីសុខភាពខ្ញុំប៉ុន្តែខ្ញុំត្រូវតែឆ្លៀតពេលដែលមនុស្សគ្រប់គ្នាសម្រាកដើម្បីបំពេញចន្លោះប្រហោងនៃកង្វះខាតរបស់ខ្លួនឯងបានម្ចាស់តែជួលក្រវីក្បាលទៀងក៏បានថាមិញមិនដឹងថាឯងចង់ចេះដឹងហើយតែមើលចុះពន្លឺភ្លើងក៏ខ្សោយភ្នែកឯងឡើងស្លក់ហើយមនុស្សយើងបើគ្មានវាសនាជាអ្នកធំទោះប្រឹងអានសៀវភៅអស់មួយទូក៏នៅតែដដែលនឹងសុខាសម្លឹងមើលអណ្ដាតភ្លើងចំគៀងដែលរំលែកតិចតិចរួចពោលដោយទស្សនវិជ្ជាច្បាស់លាស់មិញប្រសិនបើនៃរបស់ខ្ញុំត្រូវខ្សោយឬខូចដោយសារការមើលសៀវភៅខ្ញុំនៅតែអាចរកវ៉ែនតាមកពាក់ដើម្បីជំនះបានប៉ុន្តែប្រសិនបើបណ្ដាលឲ្យខួរក្បាលនិងគំនិតប្រាជ្ញារបស់យើងត្រូវងងឹតងងល់និងអវិជ្ជាហើយជីវិតពិតជាគ្មានអាចមកជួយបំពេញបានឡើយភាពងងឹតនៃគំនិតគួរឲ្យខ្លាចជាងភាពងងឹតនៃរាត្រីនេះទៅទៀតមិញសម្ដីដ៏មានអត្ថន័យជ្រាលជ្រៅរបស់យុវជនកំសត់រូបនេះធ្វើឲ្យស្ត្រីម្ចាស់ផ្ទះមួកក្បាលដោយការកោតសរសើរក្នុងចិត្តរួចដើរជិនទៅនឹងស្ងាត់ស្ងាត់សុខាពុតខ្នងបន្តិចបន្ថែមប្រេងកាតទៅក្នុងចង្កៀងរួចអោនមកចុះទៅរកទំព័រសៀវភៅហើយថានឹងមិនព្រមឲ្យភាពនៃមកស្នេហ៍ចិត្តរបស់គេឡើយឱកាសក្នុងឆាកជីវិតមិនមែនជារង្វាន់ដែលធ្លាក់ពីលើមេឃដោយចៃដន្យនោះទេប៉ុន្តែវាជារបស់មនុស្សទាំងឡាយណាដែរបានត្រៀមលក្ខណៈសម្បត្តិនិងសមត្ថភាពរួចរាល់ដើម្បីទទួលយកវាក្រោយពីបានលះបង់ពេលវេលាកម្លាំងកាយចិត្តនិងទ្រាំទ្រនឹងភាពនឿយហត់អស់រយៈពេលជាច្រើនឆ្នាំសុខាបានសម្រេចចិត្តដាក់ពាក្យប្រឡងប្រជែងយកអាហារូបករណ៍ថ្នាក់អន្តរជាតិមួយដ៏ធំដែលមានការចូលរួមពីនិស្សិតឆ្នាំរាប់ពាន់នាក់មកពីគ្រប់ទិសទីវាជាសមរភូមិគំនិតដ៏សុទ្ធស្វែងដែលទាមទារទាំងចំណេះដឹងទូទៅភាពឆ្លាតវៃនិងចតុវិស័យដ៏វែងឆ្ងាយរហូតដល់ថ្ងៃប្រកាសលទ្ធផលឈ្មោះរបស់យុវជនសុខស្រាយរូបនេះបានលេចឡើងលើកំពូលតារា
ពោលគឺគេបានជាប់ចំណាត់ថ្នាក់លេខមួយទូទាំងប្រទេសដំណឹងដល់រហូតបានធ្វើឲ្យបន្ទុកអរិយាល័យរបស់លោកសាស្ត្រាចារ្យប្រែជាមានភាពអ៊ូអរនិងពោរពេញដោយស្នាមញញឹមលោកគ្រូប្រធានកម្មវិធីសិក្សាបានហុចលិខិតបញ្ជាក់លទ្ធផលទៅឲ្យសុខាទាំងក្រសែភ្នែកពោរពេញដោយការកោតសរសើរនិងមោទនភាពជាទីបំផុតលោកគ្រូទះស្មាសុខាស្រាលស្រាលរួចពោលដោយសំឡេងកក់ក្ដៅអបអរសាទរសុខាលទ្ធផលចេញមកហើយឯងពិតជាធ្វើបានល្អណាស់ភាពម៉ត់ចត់ការអត់ធ្មត់និងការលះបង់របស់ឯងក្នុងពេលកន្លងមកពិតជាបានហុចផលផ្លែផ្កាដ៏ផ្អែមល្ហែមនៅថ្ងៃនេះហើយឯងស័ក្តិសមនឹងទទួលបានរង្វាន់នេះពិតប្រាកដមែនសុខាដៃទាំងពីរញ័រតិចតិចពេលកាន់លិខិតនោះទឹកភ្នែកប្រាជ្ញាចាប់ផ្ដើមរលីងរលោងដោយក្តីរំភើបដ៏ខ្លាំងក្លាលោកគ្រូនេះមិនមែនជាការលេងសើចរបស់ព្រំលិខិតឬជាសំណាងល្អដែលកើតឡើងដោយចៃដន្យនោះទេមែនទេលោកគ្រូវាជាដំណក់ញើសឈាមនឹងការឈឺចាប់ដែលខ្ញុំបានទ្រាំទ្រនឹងលះបង់កន្លងមកលោកគ្រូមួកក្បាលយ៉ាងមានអត្ថន័យពិតមែនហើយសុខាសំណាងអាចជួយមនុស្សបានតែមួយគ្រាប៉ុន្តែចំណេះដឹងនិងការប្រឹងប្រែងពិតប្រាកដទើបជាបង្អែកដែលជួយយកវាសនារបស់យើងឲ្យស្ថិតស្ថេរកុំឲ្យភ្លេចរក្សាស្មារតីនឹងការតស៊ូនេះទៅមុខទៀតណាសុខាលើកដៃសំពះដឹងគុណលោកគ្រូទាំងទឹកភ្នែកហូរស្រក់ចុះមកលើថ្ពាល់បាទលោកគ្រូខ្ញុំមិនភ្លេចគុណបំណាច់នេះឡើយលទ្ធផលនៅថ្ងៃនេះបានបញ្ជាក់ឲ្យខ្ញុំឃើញច្បាស់ថាគុកងងឹតនៃភាពក្រីក្រមិនអាចឃុំឃាំងមនុស្សដែលគ្មានមហិច្ឆតាបានឡើយជំហានបន្ទាប់ខ្ញុំនឹងយកជ័យជំនះនេះទៅកសាងអនាគតថ្មីសម្រាប់គ្រួសាររបស់ខ្ញុំនិងបង្ហាញឲ្យអ្នកដែលធ្លាប់មើលងាយបានឃើញថាខ្ញុំធ្វើវាបាននាយព្រឹកថ្មីបានចាំងឆ្លោះមកលើផ្ទៃមុខរបស់សុខាហាក់ដូចជាកំពុងបើកទំព័រជីវិតថ្មីមួយដែលពោរពេញដោយកិត្តិយសនិងក្តីសង្ឃឹមនៅវាសនាបានចាប់ផ្ដើមដែលព្រោះហើយតាមរយៈកំណត់ការតស៊ូដ៏អស្ចារ្យរបស់ព្រះការចាក់ចេញពីរបងសាកលវិទ្យាល័យចូលទៅកាន់សមរភូមិជីវិតពិតគឺជាការផ្លាស់ប្ដូរពិភពលោកនៃទ្រឹស្ដីមកជួបនឹងទស្សនវិជ្ជាជាក់ស្ដែងដ៏ស្មុគស្មាញក្រោយទទួលបានជោគជ័យផ្នែកការសិក្សាសុខាបានត្រឹមក្រុមហ៊ុនលំដាប់ខ្ពស់មួយកន្លែងទទួលឲ្យចូលបម្រើការងារបុគ្គលិកថ្មីទីនេះមិនមែនជាថ្នាក់រៀនដែលមានលោកគ្រូឬសាស្ត្រាចារ្យប្រចាំណែនាំដោយភាពទន់ភ្លន់ឡើយប៉ុន្តែវាជាកន្លែងប្រកួតប្រជែងល្បឿនគុណផលនិងសម្ពាធការងារដ៏ខ្ពស់ក្នុងនាមជា
អ្នកចំណូលថ្មីសុខាត្រូវខិតខំបត់បែននិងរៀនសូត្រពីរបៀបរបបធ្វើការយ៉ាងលឿនរហ័សទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយក៏កំហុសអចេតនាមួយបានកើតឡើងលើរបាយការណ៍ភាគរងវត្ថុដែលគេបានរៀបចំដែលធ្វើឲ្យប៉ះពាល់ដល់ពេលកំណត់របស់ផ្នែករឿងនេះបានធ្វើឲ្យលោកវិមលដែលជាប្រធានផ្នែកដំណើរមាត់និងមាត់ចត់មករកគេទាំងទឹកមុខស្មាធិនៅក្នុងបន្ទប់ធ្វើការដល់ស្លាប់ជ្រុងលោកប្រធានបានបោះឯកសារនៅលើតុតិចរួចសំឡងលើមុខយុវជនមិនខ្មៅមុខនេះរូបពលដោយសម្លេងតែមានឥទ្ធិពលសុខាខ្ញុំដឹងថាឯងជាសិស្សពូកែមានអាហារូបករណ៍និងមានប្រវត្តិសិក្សាល្អណាស់ប៉ុន្តែទ្រឹស្ដីដែលមានចែងក្នុងសៀវភៅខ្លះៗនិងការអនុញ្ញាតការងារជាក់ស្ដែងក្នុងសង្គមវាមានគម្លាតខុសគ្នាឆ្ងាយណាស់ណាឯងនៅទីនេះកំហុសបន្តិចបន្តួចអាចធ្វើឲ្យក្រុមហ៊ុនខាត់បង់ថវិកានិងពេលវេលាធ្វើការតម្រូវឲ្យមានភាពម៉ត់ចត់ជាងមើលស្រាយមិនបានទេសុខាឲ្យទទួលស្គាល់ពីបានគ្មានការដោះស្រាយរួចតបដោយសំឡេងនឹងណបាទលោកប្រធានខ្ញុំសូមអភ័យទោសចំពោះការខ្វះចន្លោះមួយនេះខ្ញុំពិតជាបានមើលរំលងចំណុចលំអិតខ្លះមែនបាទប្រធានផ្នែកសម្លឹងមើលទឹកមុខមិនរុញរារបស់សុខារួចបន្ធូរសម្លេងបន្តិចចុះឯងមិនបាក់ទឹកចិត្តឬអអន់ចិត្តទេមួយដែលត្រូវខ្ញុំស្ដីបន្ទោសចំបែបនេះសុខាងើបមុខឡើងភ្នែកពោពេញដោយការបដិញ្ញាចិត្តមិនទេបាទលោកប្រធានសម្រាប់ខ្ញុំស្លាកស្នាមនៃកំហុសឆ្គងនិងពាក្យរិះគន់ដាស់តឿននៅថ្ងៃនេះនឹងក្លាយជាការពារដ៏រឹងមាំនិងជាមេរៀនដ៏មានតម្លៃសម្រាប់រូបខ្ញុំនៅថ្ងៃស្អែកបើគ្មានការដកខាត់និងការអប់រំអំពីលោកប្រធានទេខ្ញុំក៏មិនអាចដឹងពីចំណុចខ្សោយរបស់ខ្លួនឯងដែរខ្ញុំនឹងកែសម្រួលវាឲ្យបានល្អបំផុតបានស្មារតីទទួលខុសត្រូវនិងចិត្តគំនិតបើកចំហរៀនសូត្ររបស់សុខាបានធ្វើឲ្យលោកវិបុលវិញកោតសរសើរក្នុងចិត្តលោកលោកបានសុខាដើម្បីឯកសារទៅទីផ្ទាល់ឯងសម្រាប់សុខារាល់សម្ពាធមិនមែនជាការជាប់បន្លិចទេតែវាជាលបាយដៃដែលជួយដុតរំសាយឲ្យគេកាន់តែរងមាំក្នុងពិភពការងារក្នុងវិថីជីវិតដ៏វែងឆ្ងាយនិងពោពេញដោយភាពប្រកួតប្រជែងយើងម្នាក់តែងតែជួបប្រទះមនុស្សជាច្រើនប្រភេទមនុស្សខ្លះដើរកាត់ជីវិតយើងដើម្បីផ្ដល់មេរៀនមនុស្សខ្លះមកទៀតដើម្បីផលប្រយោជន៍ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលនៅក្បែរយើងដោយសេចក្តីស្មោះត្រង់បន្ទាប់ពីឆ្លងកាត់សម្ពាធការងារ
និងការស្ដីបន្ទោសពីប្រធានផ្នែកសុខាមានអារម្មណ៍ថារាងកាយនិងខួរក្បាលរបស់គេចាប់ផ្ដើមចុះខ្សោយនិងនឿយណាយជាខ្លាំងពេលល្ងាចបន្ទាប់ពីម៉ោងចេញធ្វើការស្របពេលដែលមេឃងងឹតស្លុបនិងមានខ្យល់ត្រជាក់បក់មកតិចៗសុខាអង្គុយនៅតុការិយាល័យម្នាក់ឯងទាំងមុខងងឹតស្លុបទៅនឹងកែវកាហ្វេដែលត្រជាក់ក្នុងពេលនោះយុវតីធីតាដែលជាមិត្តរួមការងារម្នាក់មានចិត្តគំនិតទន់ភ្លន់និងតែងតែសង្កេតមើលសុខាដោយក្តីបារម្ភនិងបានដើរចូលមកជិតរួចដាក់នំដុតក្តៅៗមួយកញ្ចប់នៅលើតុរបស់គេធីតាឈរសម្លឹងមើលយុវជនកំសត់រូបនេះទាំងស្នាមញញឹមប្រកបដោយភាពកក់ក្ដៅធីតាពោលដោយសំឡេងទន់លន់និងពោលពេញដោយការយល់ចិត្តសុខាខ្ញុំឃើញឯងខំប្រឹងប្រែងហួសកម្លាំងពេកហើយប៉ុន្មានថ្ងៃនេះជោគជ័យនឹងការទទួលខុសត្រូវវាជារឿងសំខាន់មែនហើយប៉ុន្តែសុខាត្រូវតែរក្សាសុខភាពនិងសន្តិភាពផ្លូវចិត្តដ៏មិនអាចមើលរំលងបានដែរពេលខ្លះយើងត្រូវចេះបន្ធូរអារម្មណ៍និងផ្ដល់ឱកាសខ្លួនឯងសម្រាប់ខ្លះទើបមានធម៌ពលដើរទៅមុខទៀតបានវែងឆ្ងាយណាស់ឯងសុខាងើបមកឡើងញញឹមដែរលុបដង្កូវទៀងកែវភ្នែកស្ដាប់ទៅអរគុណច្រើនណាស់ខ្ញុំគ្រាន់តែមានអារម្មណ៍ថាខ្លួនឯងមិនទាន់គ្រប់គ្រាន់ខ្ញុំខ្លាចធ្វើឲ្យអ្នករត់គ្នាខំទៅត្រូវបង្ខំចិត្តរត់ឲ្យលឿនជាងមុនធីតាអង្គុយចុះកៅអីក្បែរនោះរួចនិយាយលើកទឹកចិត្តគ្មាននរណាម្នាក់ល្អឥតខ្ចោះតាំងពីដំបូងឡើយសុខាឯងធ្វើបានល្អណាស់ទៅហើយចង់ចាំថាក្នុងបន្ទប់ការិយាល័យដ៏ត្រជាក់នេះឯងមិនមែននៅម្នាក់ឯងទេបើមានរឿងធ្ងន់ធ្ងរឬហត់នឿយពេកឯងអាចចែករំលែកឬប្រាប់ខ្ញុំបានគ្រប់ពេលសុខាដកដង្ហើមធំដោយភាពធូរស្រាលក្នុងចិត្តរំភើបយ៉ាងខ្លាំងអរគុណធីតាខ្លាំងណាស់មានឯងជាមិត្តរួមផ្លូវនិងចាំបារម្ភបែបនេះធ្វើឲ្យផ្លូវដ៏ឯកានិងត្រជាក់ស្រទុំមួយនេះលែងសួរនឹងលែងសូវគួរឲ្យខ្លាចដូចមុនទៀតហើយមិត្តភាពពិតប្រកបរបស់ឯងគឺជារង្វាន់ផ្លូវចិត្តដ៏មានតម្លៃបំផុតសម្រាប់ខ្ញុំក្នុងទីក្រុងដ៏មមាញឹកនេះពាក្យសម្ដីដ៏ស្មោះត្រង់របស់ធីតាបានក្លាយជាឱសថទិព្វជួយព្យាបាលភាពនឿយហត់ក្នុងចិត្តរបស់សុខាឲ្យរលាយបាត់អស់ពួកគេទាំងពីរបានជជែកគ្នាលេងទាំងស្នាមញញឹមរួចរៀបចំការងាររៀបចំកាន់តាមដើរចេញពីក្រុមហ៊ុនជាមួយគ្នាត្រង់ពន្លឺភ្លើងពណ៌នៃរាត្រីទីក្រុងនឹងខុសពីអាកាសធាតុដែលប្រែប្រួលរបស់
រក្សាដង្ហើមរបស់ស្ថាប័នថ្នាក់ដឹកនាំប្រខំចិត្តចាត់វិធានការដ៏ឈឺចាប់មួយពីការកាត់បន្ថយចលនាសម្ព័ន្ធនិងព្យួរការងារបុគ្គលិកមួយចំនួនជាអកុសលសុខាដែលជាបុគ្គលិកចំណូលថ្មីនិងគ្មានខ្នងបង្អែកក្រាស់ខ្មុកត្រូវបានស្ថិតក្នុងបញ្ជីខ្មៅនៃអ្នកដែលត្រូវចាក់ចេញលិខិតបញ្ឈប់ការងារពណ៌សស្អាតមួយសន្លឹកត្រូវបានហុចមកលើដៃរបស់គេនាពេលល្ងាចរលកខ្យល់ត្រជាក់មកកាត់មកប៉ះកាយតែវាមិនត្រជាក់ស្មើនឹងបេះដូងរបស់សុខាឡើយគេដើរចេញពីក្រុមហ៊ុនទាំងក្តីល្វឹងល្វើយអង្គុយនៅលើបងថ្មក្នុងសួនច្បារសាធារណៈសម្លឹងមើលស្រមោលខ្លួនឯងឆ្លោះលើផ្ទៃទឹកពិភពលោកនេះដែលធ្លាប់តែភ្លឺស្វាងបែរជាបាក់ស្រុតចុះមកម្ដងទៀតភ្លាមនៅក្នុងភាពច្រងំនោះមានតែសំឡេងខ្សឹបខ្សៀវនៃការសន្ទនារវាងខួរក្បាលនិងបេះដូងរបស់គេតែប៉ុណ្ណោះសុខាអោនមុខចុះក្តាប់លិខិតនោះណែនក្នុងដៃរួចពោលសួរខ្លួនឯងទាំងទឹកភ្នែកហូរស្រក់ហេតុអ្វីទៅហេតុអ្វីបានជាព្រមលិខិតតែងតែលេងសើចនេះសាកល្បងជីវិតរបស់ខ្ញុំមិនចេះចាប់មិនចេះហើយយ៉ាងនេះតើការខិតខំប្រឹងប្រែងញើសឈាមនិងភាពអត់ធ្មត់និងភាពស្មោះត្រង់របស់ខ្ញុំកន្លងមកវានៅមិនទាន់គ្រប់គ្រាន់ដើម្បីទទួលបានស្ថិរភាពនេះទេហេតុអ្វីត្រូវដួលរលំម្ដងហើយម្ដងទៀតបែបនេះសំឡេងបេះដូងបន្លឺឡើងពីជំរឿចិត្តដាស់តឿនស្មារតីដោយភាពរងំកុំចេះចាញ់ឲ្យសោះសុខាដុំថ្មដែលធ្លាក់មកជំរុញផ្លូវអាចជាឧបសគ្គតែវាក៏អាចជាកម្មចណ្ដើរដើម្បីឲ្យឯងឈរបានខ្ពង់ខ្ពស់ជាងមុនដែរបើទ្វារដួលត្រូវបិទជិតទ្វារមួយទៀតដែលធំជាងមុននឹងបើកជំហររងចាំឯងមិនខានសុខាដកដង្ហើមវែងជូតទឹកភ្នែកលើថ្ពាល់រួចក្តាប់ដៃយ៉ាងម៉ឺងម៉ាត់ពិតមែនហើយដរាបណាខ្ញុំនៅមានដង្ហើមដកនៅមានគំនិតប្រាជ្ញានិងដៃជើងរឹងមាំខ្ញុំនៅតែបន្តឱកាសដើម្បីតាំងនឹងវាសនាគេអាចដករហូតការងាររបស់ខ្ញុំបានតែគេមិនអាចដកហូតចំណេះដឹងនិងក្តីសង្ឃឹមចេញពីខួរក្បាលខ្ញុំឡើយសុខាងើបឈរឡើងវិញសម្លឹងមើលទៅពន្លឺផ្កាយនៅលើមេឃឆ្ងាយវិបត្តិមួយនេះមិនមែនជាទីបញ្ចប់នៃផ្លូវរបស់គេទេតែវាជាចំណុចបទថ្មីមួយដែលរុញច្រានឲ្យគេត្រូវបង្កើនវិធីតខ្លួនដោយមិនបាច់ពឹងផ្អែកលើដង្ហើមរបស់អ្នកដទៃជំនួសឱកាសចំណាយពេលវេលាអង្គុយយំសោកបោកប្រាននិង
បន្តព្រំលិខិតដែលអយុត្តិធម៌សុខាបានសម្រេចចិត្តប្រមូលប្រាក់សន្សំដល់តិចតួចស្ដួចស្ដាយដែលនៅសេសសល់ពីការធ្វើការងារកន្លងមកធ្វើជាដើមទុនបោះជំហានចូលក្នុងពិភពជំនាញផ្នែកដូចនេះទៅខ្លួនគេបានសម្លឹងឃើញឱកាសក្នុងវិស័យកសិកម្មដោយបានច្នៃប្រឌិតកែច្នៃផលដំណាំពីស្រុកបង្ហាញមកវិច័យជាផលិតផលស្តង់ដារនិងចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញវាជាការចាប់ផ្ដើមដ៏លំបាកពីព្រោះគេត្រូវធ្វើគ្រប់យ៉ាងដោយខ្លួនឯងតាំងពីការរៀបចំវិក្យដឹកជញ្ជូនរហូតដល់ការផ្សព្វផ្សាយមិនយូរប៉ុន្មានភាពស្មោះត្រង់គុណភាពនិងការចលនាប្លែកភ្នែកការចលនានិងការរចនាប្លែកភ្នែកនៃផលិតផលរបស់គេចាប់ផ្ដើមទាក់ទាញចិត្តអតិថិជនកាន់តែច្រើនឡើងមួយថ្ងៃខណៈពេលដែលសុខាកំពុងរៀបចំទំនិញធ្វើឲ្យម៉ួយស្រាប់តែមានអតិថិជនធំម្នាក់ដែលជាម្ចាស់ហាងលក់នំទំនិញធម្មជាតិបានមកជួបគេផ្ទាល់ដើម្បីសាកសួរនិងពិភាក្សាការងារពួកគេទាំងពីរបានជជែកគ្នាយ៉ាងស្និទ្ធស្នាលនៅក្នុងការិយាល័យតូចល្មមដែរពោពេញដោយធុងកសិផលច្នៃប្រឌិតអតិថិជនបានមើលកញ្ចក់ផលិតផលដែរការពេញចិត្តរួចពោលសរសើរផលិតផលកសិកម្មរបស់ប្អូនផ្លែអនាម័យហើយមានគុណភាពល្អណាស់ទាំងការរចនានិងរសជាតិគឺខុសប្លែកពីទីផ្សារទូទៅដាក់ដាច់តតែម្ដងតើប្អូនគិតឃើញគំនិតនិងយុទ្ធសាស្ត្ររបស់អាចារ្យបែបនេះមកពីណាតើមានក្រុមការងារធំនៅពីក្រោយខ្នងនោះទេសុខាញញឹមដោយភាពអោនលំងអន់តតែរមុំរួចតបទៅវិញបានបងស្រីគំនិតនឹងការច្នៃប្រឌិតនេះវាជាមិនមែនការចេញពីសាលាជំនាញល្បីៗឬមានក្រុមធំដុំណាមួយនោះទេវាកើតចេញពីតម្រូវការចាំបាច់និងការឈឺចាប់ដែលខ្ញុំបានជួបប្រទះកន្លងមកបាទជួយចិញ្ចឹមខ្លួនឈឺអាចចេញពីការឈឺចាប់មានន័យថាម្ដេចប្អូនសុខាសម្លឹងមើលផលិតផលដែលខ្លួនបង្កើតឡើងដោយក្តីមោទនភាពកាលពីមុនខ្ញុំធ្លាប់រងសម្ពាធធ្លាប់ត្រូវបានគេបណ្ដេញចេញពីការងារនិងធ្លាប់មានសូម្បីតែប្រាក់បង់ថ្លៃបន្ទប់ជួលនៅពេលដែលជីវិតរបស់យើងដើរដល់ផ្លូវតលមានខ្នងបង្អែកហើយគ្មានផ្លូវសម្រាប់ថយក្រោយទៀតនោះយើងមានជំរើសតែមួយគត់គឺត្រូវតែបង្កើតផ្លូវថ្មីមួយដោយខ្លួនឯងការឈឺចាប់និងវិបត្តិបានបង្ខំឲ្យខួរក្បាលរបស់ខ្ញុំត្រូវតែខិតខំនិងស្វែងរកដំណោះស្រាយដើម្បីរស់សម្ដីដ៏មានអត្ថន័យនិងភាពស្វាហាប់របស់សហគ្រិនវ័យក្មេងរូបនេះបានធ្វើឲ្យអតិថិជនម្នាក់នោះកោតសរសើរយ៉ាងខ្លាំងរួចសម្រេចចិត្ត
ចុះកិច្ចសន្យាទិញទំនិញពីសុខាក្នុងបរិមាណដ៏ច្រើនទោះជាពន្លឺដំបូងនៃការចាប់ផ្ដើមជាថ្មីដែលបញ្ជាក់ថាភាពបរាជ័យមិនមែនជាការបញ្ចប់ឡើយតែវាជាគ្រាប់ពូជនៃជោគជ័យថ្មីនៃសហគ្រិនភាពមិនមែនជាផ្លូវដ៏រលូនដែលគ្មានឧបសគ្គណាមួយប៉ុន្តែវាជាមហាសមុទ្រដ៏ធំធេងដែលពោរពេញទៅដោយរលកខ្យល់និងហានិភ័យដែលមិនអាចទាយទុកមុនបានក្រោយការចាប់ផ្ដើមដ៏ជោគជ័យអាជីវកម្មរបស់សុខាបានឈានដល់ដំណាក់កាលពង្រឹងខ្លួនឲ្យទាមទារការបណ្ដាក់ទុនកាន់តែធំទោះជាយ៉ាងណាគម្រោងពង្រីកទីផ្សារថ្មីមួយមិនបានហុចផលភ្លាមដោយការរំពឹងទុកនោះទេវាបានជួបការរអាក់រអួលផ្នែកប្រព័ន្ធដឹកជញ្ជូនធ្វើឲ្យដើមទុនជាច្រើនត្រូវជាប់គាំងហើយខាត់បងស្ទើរតែដាច់ដង្ហើមសម្ពាធហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរនេះបានធ្វើឲ្យសុខាត្រូវខំប្រឹងរែកពុនទាំងយប់ទាំងថ្ងៃរហូតដល់រាងកាយចុះស្គមស្លេកស្លាំងនៅពេលដឹងដំណឹងពីការលំបាករបស់កូនប្រុសមេដាដ៏ជរាដែលស្ថិតនៅស្រុកកំណើតបានធ្វើដំណើរមកទីក្រុងទាំងក្តីបារម្ភដើម្បីមកសួរសុខទុក្ខនិងផ្ដល់កម្លាំងចិត្តដល់កូននៅក្នុងបន្ទប់ដ៏ធ្វើការដ៏ស្ងប់ស្ងាត់នាពេលរាត្រីម្ដាយបានអង្គុយជិតសុខារួចលូកដៃទៅអង្អែលស្មាកូនប្រុសថ្នមម្ដាយក្រឡេកមើលមុខកូនដែលហត់នឿយកូនអើយម៉ែឃើញកូនខំប្រឹងប្រែងរហូតដល់ងងុយដេកស្លេកឆ្លាំងអស់ហើយអាជីវកម្មអីហ្នឹងបើវាប្រឈមមុខនឹងការខាត់បងហើយធ្វើឲ្យកូនហត់ចិត្តខ្លាំងពេកក្រឡេកមកមើលក្រោយខ្លះទៅកូនត្រឡប់ទៅរស់នៅស្រុកភូមិយើងវិញទៅម៉ែបារម្ភពីសុវត្ថិភាពនិងជីវិតកូនណាម៉ែខ្លាចកូនត្រូវដួលរលំម្ដងទៀតសុខាចាប់កាន់ដៃម្ដាយរួចញញឹមដោយភាពស្ងប់ស្ងាត់ម៉ែខ្ញុំយល់ពីបេះដូងរបស់ម៉ែដែលបារម្ភពីកូនម្នាក់នេះប៉ុន្តែនៅក្នុងពិភពជំនួញភាពភ័យខ្លាចគឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យប្រសិនបើកូនខ្លាចខាតខ្លាចដួលហើយរត់ថយក្រោយរាល់ពេលជួបបញ្ហានោះកូននឹងមិនអាចសាងអ្វីមួយដែលធំដុំបានឡើយបានម្ដាយសម្លឹងមើលកូនទាំងទឹកភ្នែកប៉ុន្តែផ្លូវមួយនេះវាគ្រោះថ្នាក់ណាស់និងមានហានិភ័យខ្ពស់ណាស់ណាកូនប្រុសសុខាងើបមុខឡើងដោយក្រសែភ្នែកមើលមាត់ម៉ែដឹងទេកំប៉ាល់ដែលចតនៅក្នុងកំពង់ផែពិតជាមានសុវត្ថិភាពល្អណាស់មែនហើយគ្មានរលកបោកបក់គ្មានគ្រោះថ្នាក់អ្វីទាំងអស់ប៉ុន្តែគេមិនមែនបង្កើតកំប៉ាល់មកដើម្បីទុកចោលចោលឲ្យពុកផុយនៅ
ក្នុងកំពង់ផែនោះទេវាត្រូវតែលាតក្តៅបោះជំនាញទៅមុខប្រឈមមុខនឹងខ្យល់ជុកនិងរលកធំៗទើបអាចនាំយើងទៅដល់ក្រោយម្ខាងនៃភាពជោគជ័យដ៏រុងរឿងបានកូនដឹងមិនព្រមឲ្យភាពភ័យខ្លាចខត់ដំណើររបស់កូនឡើយចិត្តគំនិតវិញមិនរុញរានិងភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហារបស់សុខាបានធ្វើឲ្យអ្នកម្ដាយដែលលែងនិយាយអ្វីទាំងអស់មានតែការងក់ក្បាលនិងបួងសួងសុំឲ្យកូនព្រោះអាចឆ្លងផុតវិបត្តិនេះសុខាបានប្រើប្រាស់ភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហាម្ដងមួយជំនះរាល់ភាពភ័យខ្លាចនិងត្រៀមខ្លួនលាតក្តៅនាំអាជីវកម្មឆ្ពោះទៅមុខជាបន្តទៀតភាពជោគជ័យពិតប្រាកដរបស់មនុស្សម្នាក់មិនមែនវាវែងត្រឹមតែទំព័រនៃទ្រព្យសម្បត្តិដែលធ្វើឲ្យគេមានឬកម្ពស់នៃអគារដែលគេកសាងសង់នេះឡើយប៉ុន្តែវាស្ថិតនៅលើទំព័រនៃទឹកចិត្តដែលគេបានចែករំលែកត្រឡប់ទៅកាន់សង្គមក្រោយពេលដែលអាជីវកម្មកសិកម្មច្នៃប្រឌិតរបស់ខ្លួនទទួលបានស្ថិរភាពនិងភាពរុងរឿងសុខាមិនដែលបណ្ដោយឲ្យភាពហឺហាបន្លឺស៊ីវិល័យនៃទីក្រុងធំមកសម្គ្របនៅការចងចាំនិងសន្តានចិត្តដើមរបស់គេឡើយគេតែងតែចងចាំជានិច្ចនៅទីកន្លែងដែលគេបានចាប់កំណើតនារដូវជំបិនសុខាបានសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតវិញលើកនេះគេមិនមែនត្រឡប់ទៅវិញដោយដៃទទេឬទឹកមុខស្រទុំដោយកាលពីប៉ុន្មានឆ្នាំមុនឡើយប៉ុន្តែគេបាននាំយកនៅកញ្ចប់ថវិកានិងសម្ភារៈសិក្សាជាច្រើនដើម្បីទៅកសាងបណ្ណាល័យសហគមន៍មួយក្នុងនិងបង្កើតមូលនិធិអាហារូបករណ៍សម្រាប់កុមារក្រីក្រនៅក្នុងភូមិថ្ងៃសម្ពោធបណ្ណាល័យទៅនោះអ្នកភូមិរាប់សិបនាក់បានមកចូលរួមទាំងស្នាមនិងទៅរកនៅភូមិតាមជាចុងបានធ្លាប់ឃើញសុខាតាំងពីបាត់ជើងក្រហមរងាបានដើរមកចាប់ដៃគេទាំងទឹកភ្នែករលីងរលោងមេភូមិចាប់ដៃសុខាពួកក្តីរំភើបអ្នកស្រុកអ្នកភូមិយើងទាំងអស់គ្នាពិតជាមានមោទនភាពចំពោះក្មួយខ្លាំងណាស់សុខាអើយក្មួយបានក្លាយជាអ្នកមានជោគជ័យមានមុខមាត់និងសង្គមទៅហើយតែមិននឹកស្មានថាក្មួយនៅតែមិនភ្លេចដីកំណើតមិនភ្លេចអ្នកភូមិក្រីក្រនិងក្មេងៗនៅទីនេះទាល់តែសោះក្មួយខុសពីអ្នកដទៃមួយចំនួនធំណាស់សុខាអោនលំតូនដោយភាពទន់ភ្លន់និងចិត្តស្មោះត្រង់លោកតាខ្ញុំធ្លាប់រស់នៅក្នុងភាពស្រេកឃ្លានធ្លាប់ខ្វះខាតសៀវភៅអាននិងធ្លាប់ដឹងច្បាស់ថាការចង់រៀនសូត្រតែគ្មានឱកាសវាមានភាពវេទនានិងឈឺចាប់
យ៉ាងណាស្រុកភូមិមួយនេះគឺជាឫសគល់ជាអ្នកផ្ដល់កំណើតនឹងដកខាត់ឲ្យខ្ញុំស្គាល់ពីតម្លៃនៃការតស៊ូបើគ្មានទីនេះក៏គ្មានរូបខ្ញុំនៅថ្ងៃនេះដែរនៅភូមិមុខបានសម្លឹងមើលទៅបានណានៅក្នុងជុំខាងក្រៅនៅក្នុងភូមិពិតជាមានសំណាងណាស់ដែលមានក្មួយជាគំរូនិងជាបង្អែកបែបនេះសុខាញញឹមយ៉ាងកក់ក្ដៅខ្ញុំមិនចង់ឃើញក្មេងៗនៅទីនេះត្រូវហាលឆ្លងកាត់នឹងការមើលងាយឬការលំបាកខ្លាំងដូចរូបខ្ញុំកាលពីមុនឡើយខ្ញុំចង់ឲ្យបណ្ណាល័យនិងអាហារូបករណ៍តូចមួយនេះคล้ายជាកម្មជណ្ដើរដ៏រឹងមាំជួយយោងពួកគេឲ្យដើរបានខ្ពស់ជាងនិងឆ្ងាយជាងរូបខ្ញុំទៅទៀតបានលោកតាទឹកចិត្តដ៏បរិសុទ្ធនិងការដឹងគុណចំពោះឫសគល់គ្រួសារនិងដំណឹងរបស់សុខាបានធ្វើឲ្យអ្នកភូមិទះដៃអបអរសាទរទាំងទឹកភ្នែកហូរដោយក្តីរំភើបជំហានត្រឡប់មកវិញរបស់គេនៅពេលនេះបានបំភ្លឺពន្លឺក្តីសង្ឃឹមថ្មីមួយដល់កុមារជនបទរាប់សិបនាក់ឲ្យមានសេចក្តីក្លាហានក្នុងការស្រមៃនិងការតស៊ូដោយរូបគេដែរនៅក្នុងដំណើរជីវិតដ៏វែងឆ្ងាយនិងពោរពេញទៅដោយព្យុះភ្លៀងជោគជ័យដ៏អស្ចារ្យបំផុតរបស់មនុស្សម្នាក់មិនមែនគ្រាន់តែជាការឡើងទៅដល់កំពូលភ្នំនៃកិត្តិយសនិងទ្រព្យសម្បត្តិនោះទេប៉ុន្តែគឺការមានមនុស្សម្នាក់ដែលស្មោះត្រង់ព្រមឈរនៅក្បែរយើងទាំងគ្រាដែលយើងគ្មានអ្វីសោះក្នុងដែលសម្រាប់សុខាធីតាមិនមែនត្រឹមតែជាមិត្តរួមការងារឬជាដៃគូជំនួញដ៏វៃឆ្លាតនោះឡើយនាងគឺជាពន្លឺបំភ្លឺផ្លូវចិត្តជាបង្អែកដ៏រឹងមាំនិងជាឱសថព្យាបាលរាល់របួសឈឺចាប់ដែលគេបានជួបប្រទះក្នុងគ្រាលំដ៏ខ្មៅងងឹតបំផុតក្រោយពេលដែលអាជីវកម្មរិចដោះរាលដាលមានស្ថិរភាពនិងសាងកេរ្តិ៍ឈ្មោះក្នុងសង្គមរួចរាល់សុខាបានរៀបចំពិធីមង្គលការមួយយ៉ាងសមរម្យនិងពោរពេញដោយភាពកក់ក្ដៅដើម្បីលើកកិត្តិយសដល់នារីដែលគេស្រឡាញ់បំផុតនៅក្នុងរាត្រីនៃពិធីជប់លៀងលឿងទុំស្រទន់និងការចូលរួមអបអរសាទរពីសំណាក់សាច់ញាតិនិងមិត្តភ័ក្តិជិតដិតពួកគេទាំងពីរបានឈរកាន់ដៃគ្នានៅលើឆាកបែរមុខរកគ្នាដោយក្រសែភ្នែកពោរពេញដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅធីតាសម្លឹងមើលមុខស្វាមីទាំងស្នាមញញឹមតែរង្វង់ភ្នែករបស់នាងមានលាយឡំដោយដំណក់ទឹកភ្នែកនៃក្តីរំភើបធីតាពោលដោយសំឡេងស្រទន់សុខាខ្ញុំពិតជាមានសេចក្តីសុខណាស់នៅថ្ងៃនេះអរគុណលោកខ្លាំងណាស់ដែលមិនដែលបោះបង់ក្តីស្រមៃរបស់ខ្លួនឯងហើយក៏មិនដែលបោះបង់
ខ្ញុំចោលក្នុងគ្រាដែលយើងត្រូវប្រឈមមុខនឹងវិបត្តិនិងការលំបាករាប់មិនអស់កន្លងមកភាពរឹងមាំរបស់លោកធ្វើឲ្យខ្ញុំមានមោទនភាពបំផុតសុខាក្តាប់ដៃធីតារួចលើកមកថាប់ថ្លាដោយក្តីគោរពធីតាអូនមិនមែនចាំបាច់អរគុណបងទេគឺបងទេដែលត្រូវអរគុណអូនខ្លាំងណាស់ដែលព្រមលះបង់ក្តីសុខផ្ទាល់ខ្លួនមកបោះជំហានលើផ្លូវដ៏ពោពេញដោយបណ្ណាមុខស្រួយជាមួយនឹងត្រូវបានគេមើលងាយមានតែអូនម្នាក់ដែលជឿជាក់លើសមត្ថភាពបងនឹងមិនដែលចេញពីបងឡើយគឺដែលញញឹមទាំងទឹកភ្នែកពួកខ្ញុំដឹងថាលោកគឺជាដំពេចដែលមិនទាន់បោះខាទើបខ្ញុំមិនព្រមលែងតែសុខាសំណាងលើធីតាដោយក៏ស្លាភ្នែកមកបាត់និងពោពេញដោយការបដិញ្ញាចិត្តចាប់ពីវិធីនេះតទៅសូមសម្ដែងថាបងនឹងបានប្រាក់ជីវិតបាននៅសេសសល់ពេលនេះដើម្បីការពារអូននៅថែអូនហើយសុខឲ្យអូនឲ្យបានល្អបំផុតយើងលែងបានម្នាក់ឯងទៀតហើយមហារួមចិត្តរបស់យើងទាំងពីរនឹងរួមគ្នាកសាងគ្រួសារនិងអនាគតដ៏ភ្លឺស្វាងរុងរឿងនិងមានសេចក្តីសុខពិតប្រាកដជារៀងរហូតទៅជីវិតមិនមែនជាការរត់ប្រណាំងដើម្បីយកឈ្នះឬបង្អួតភាពហឺហាដាក់អ្នកដទៃនឹងឡើយប៉ុន្តែវាជាការប្រកួតប្រជែងស្ងៀមស្ងាត់ជាមួយខ្លួនឯងកាលពីម្សិលមិញដើម្បីក្លាយជាបុគ្គលដែលមានតម្លៃជាងមុននៅថ្ងៃនេះបទពិសោធន៍នៃការឆ្លងកាត់វាកំសត់ភាពក្រីក្រការមើលងាយនិងការដួលរលំម្ដងហើយម្ដងទៀតបានបង្រៀនឲ្យសុខាយល់ច្បាស់ពីសច្ចធម៌នៃឆាកជីវិតភាពរឹងមាំនិងចំណេះដឹងពិតប្រាកដរបស់គេបានរុញច្រានឲ្យគេคล้ายជាវាមិនលើកទឹកចិត្តនិងជាអ្នកផ្ដល់ប្រឹក្សាជីវិតដ៏មានជាប្រជាជននិងក៏មានប្រជាប្រិយភាពមានដែលតែងតែដល់ពន្លឺគំនិតដល់មនុស្សមាននិរមណីសិលធម៌វប្បធម៌និងការអភិវឌ្ឍខ្លួនមួយដ៏ធំដែលមានសិស្សនិស្សិតនិងយុវជនចូលរួមយ៉ាងកកកក្រោយពេលបញ្ចប់ការចែករំលែកសុខាបានដើរចុះពីលើឆាកមកខាងក្រោមខណៈពេលនោះមានយុវជនម្នាក់ដែលមានទឹកមុខស្រអាប់ស្លេកស្លាំងនិងភ្នែកខ្សោះខ្សោយដោយក្តីអស់សង្ឃឹមមិនដើរចូលមកជិតសុខាទាំងអោនក្បាលចុះពួកគេទាំងពីរបានឈរជជែកគ្នានៅក្បែរបង្អួចកញ្ចក់ធំដែលជះពន្លឺថ្ងៃរៀបលិច
មកយ៉ាងស្រទន់យុវជនពោលដោយសំឡេងខ្សៅលាយឡំដង្ហើមធំលោកគ្រូខ្ញុំបានស្ដាប់ការរៀបរាប់របស់លោកគ្រូអំបញ្ញមិញនេះហើយខ្ញុំកោតសរសើរលោកគ្រូណាស់ប៉ុន្តែសម្រាប់រូបខ្ញុំវិញរាល់ថ្ងៃនេះខ្ញុំបាក់ទឹកចិត្តខ្លាំងណាស់បាទខ្ញុំទើបតែបរាជ័យក្នុងការសិក្សាគ្រួសារក៏ជួបវិបត្តិខ្ញុំមានអារម្មណ៍ថាខ្លួនឯងទន់ជ្រាយទន់ខ្សោយហើយគ្មានតម្លៃអ្វីទៀតតែសោះក្នុងសង្គមមួយនេះតើខ្ញុំគួរធ្វើដូចម្តេចទៅបានសុខាញញឹមដោយភាពទន់ភ្លន់យកដៃទៅទះស្មាយុវជនម្នាក់នេះដើម្បីផ្ដល់ភាពកក់ក្ដៅមិត្តអើយចូលងើបមកឡើងសម្លឹងមើលមេឃឆ្ងាយចុះចង់ចាំថាដុំពេជ្រដ៏មានតម្លៃមហាសាលដែលមនុស្សគ្រប់គ្នាចង់បាននិងកោតសរសើរនោះវាមិនមែនមានរូបរាងស្រស់ស្អាតភ្លឺចែងចាំងតាំងពីដំបូងឡើយវាគ្រាន់តែជាដុំធ្យូងឬដុំថ្មធម្មតាប៉ុណ្ណោះប៉ុន្តែអ្វីដែលធ្វើឲ្យវាខុសប្លែកពីធ្យូងដុំថ្មឬអ្វីដទៃទៀតគឺដោយសារវាព្រមឆ្លងកាត់ការដុសខាត់គៀបសង្កត់និងរងសម្ពាធដ៏ខ្លាំងក្លាបំផុតពីក្រោមបាតដីគ្មានការរំកិចយុវជនងើបមកឡើងបន្តិចសំឡេងលើសុខាទាំងនឹងឈរការរងសម្ពាធនៅពេលបានសុខាមកបានរួចទៅទស្សនវិជ្ជាយ៉ាងមុខស្រួលពិតមែនហើយភាពបរាជ័យនិងការឈឺចាប់ដែលឯងកំពុងជួបប្រទះនៅថ្ងៃនេះវាមិនមែនជាគ្រឿងសម្គាល់ថាមនុស្សឯងគ្មានតម្លៃនោះទេតែវាគឺជាសម្ពាធនៃជីវិតដែលកំពុងដុសខាត់ឯងចូលទទួលយកសម្ពាធទាំងនោះដោយក្តីអត់ធ្មត់កុំរត់គេចពីបញ្ហាតែត្រូវប្រឈមមុខនឹងវាដើម្បីរលាយខ្លួនឯងឲ្យคล้ายជាកំណែនទម្រង់ដ៏ល្អបំផុតនិងរឹងមាំបំផុតរបស់ខ្លួនឯងថ្ងៃណាមួយឯងនឹងចែងចាំងដូចដុំពេជ្រមិនខានពេលវេលាប្រៀបដូចជាខ្សែទឹកដែលហូរទៅមុខមិនដែលត្រឡប់ក្រោយតែវាតែងតែបន្សល់ទុកនៅកម្រងអនុស្សាវរីយ៍និងលទ្ធផលដ៏សមស្របសមប្រកបសម្រាប់អ្នកដែលបានសាបព្រោះក្របពូជនៃការខិតខំប្រឹងប្រែងច្រើនឆ្នាំកន្លងទៅជួបភ្លៀងនឹងភាពជោគជ័យទាំងឡាយក្នុងអតីតកាលបានប្រែរមកជាវាស្មៅដ៏ខៀវស្រងាត់និងសួនច្បារដ៏មានសិរីសួស្តីអាជីវកម្មរបស់សុខាបានក្លាយជាក្រុមហ៊ុនជាមុខគេរីឯគ្រួសារតូចរបស់គេក៏ពោពេញទៅដោយភាពកក់ក្ដៅនិងសុភមង្គលល្ងាចថ្ងៃមួយស្រោបពេលហើយមានប្រែពណ៌ជាស្វាយក្រហមទុំនិងមានផ្សែងអាប់ស្រាលបក់កាត់
ជរាទេដែលមានសក់ស្កូវពណ៌សប៉ុន្តែមានទឹកមុខស្រស់បោះនិងមានក្តីសុខបានដើរមកឈរក្បែររួចលូកដៃមកអង្អែលក្បាលកូនប្រុសថ្នមដូចកាលពីក្មេងម្ដាយទន្ទឹមមើលទៅកូននិងធីតាដែលកំពុងរៀបចំអាហាររួចពោលដោយសំឡេងស្រទន់លាយឡំស្នាមញញឹមពោពេញដោយក្តីសុខសុខាកូនប្រុសហើយមើលចុះពេលនេះកូនបានធ្វើវាបានសម្រេចពិតប្រាកដមែនហើយគ្រួសារយើងមានផ្ទះសម្បែងកក់ក្ដៅមានកិត្តិយសនិងក្តីសុខបរិបូរណ៍ម៉ែអស់បារម្ភអស់កង្វល់ខ្វាយខ្វល់ទៀតហើយកូនចាប់ពីថ្ងៃនេះទៅបាទម៉ែអរគុណម៉ែខ្លាំងណាស់ដែលតែងតែនៅក្បែរនិងផ្ដល់កម្លាំងចិត្តឲ្យកូនតាំងពីថ្ងៃដែលយើងគ្មានអ្វីសោះបើគ្មានការអត់ធ្មត់និងពាក្យប្រដៅរបស់ម៉ែទេកូនក៏មិនអាចមានជំហានដ៏រឹងមាំដូចថ្ងៃនេះដែរម៉ែដឹងថាវាមិនងាយស្រួលឡើយផ្លូវដែលកូនអើពោពេញដោយជីវិតដែលឆ្លងកាត់ការតស៊ូនិងការលំបាកមិនមែនជាជីវិតដែលហត់នឿយឥតប្រយោជន៍ឬគួរឲ្យខ្លាចនោះទេផ្ទុយទៅវិញវាគឺជាជីវិតដែលមានរសជាតិមានតម្លៃនិងរឹងមាំបំផុតបើគ្មានភាពក្រីក្រនិងពាក្យមើលងាយនៅថ្ងៃនេះនោះទេកូនក៏មិនដឹងថាខ្លួនឯងមានសមត្ថភាពអាចហោះហើរបានខ្ពស់បែបនោះដែរពេលនេះខ្ញុំដឹងច្បាស់ហើយថាជោគជ័យពិតប្រាកដគឺការមានចិត្តស្ងប់សុខនិងការបានមើលថែមនុស្សដែលយើងស្រឡាញ់ឲ្យមានក្តីសុខបាទម៉ែធីតាបានដើរចូលមកហុចកែវទឹកក្តៅអ៊ុនឲ្យអ្នកទាំងពីរទាំងស្នាមញញឹមប្រកបដោយក្តីស្រឡាញ់សំឡេងសើចក្អាកក្អាយរបស់កុមារតូចបានពន្លឺឡើងលាយឡំនឹងខ្យល់ល្ងាចដ៏ត្រជាក់រឿងរ៉ាវនៃជីវិតនិងការតស៊ូរបស់ក្មេងប្រុសកំសត់ម្នាក់នេះចាប់ផ្ដើមពីការតូចតាចតាំងពីតូចតាចនិងមានកតាបចាស់រហែកបានបញ្ជាក់យ៉ាងច្បាស់ថាដរាបណាមនុស្សយើងមិនលះបង់ក្តីសង្ឃឹមនិងមិនឈប់ដើរព្រះអាទិត្យនៃភាពជោគជ័យនឹងរះឡើងបំភ្លឺជីវិតនៅទីបញ្ចប់ជានិច្ច